អរគ្នាកាបូបដ៏ស្រស់ស្អាតនេះគឺធ្វើចេញពីស្លឹកចេកពេលខ្ញុំមើលវីដេអូបងស្រីនឹងធ្វើគឺគាត់ពិតជាមានភាពច្នៃប្រឌិតមែនព្រោះអីវត្ថុធាតុដើមទាំងអស់គឺជារបស់ធម្មជាតិណាអ្នកនរគ្នាឥឡូវខ្ញុំនឹងនាំអ្នកនរគ្នាទៅមើលពីវិធីធ្វើកាបូបរបស់គាត់ដំបូងគាត់កាត់ស្លឹកចេកជាបំណែកតូចៗហើយគាត់ទុកស្លឹកចេកនឹងឲ្យស្ងួតបន្ទាប់ពីស្លឹកចេកនឹងស្ងួតហើយគឺគាត់យកស្លឹកចេកនឹងយកមកកិនឲ្យម៉ត់ដោយម្សៅចឹងណាអ្នកនរគ្នាគាត់បានយកស្លឹកចេកដែលកិនរួចនឹងយកមកលាយជាមួយនឹងទឹកក៏ដូចជាគ្រឿងអីផ្សេងទៀតអ្នកនរគ្នាខ្ញុំព្យាយាមរកមើលដែរប៉ុន្តែខ្ញុំអត់ដឹងថានឹងអីគេទេហើយបន្ទាប់មកគាត់មានបន្ថែមជាមួយនឹងទឹកដូងទៀតអ្នកនរគ្នាបន្ទាប់មកគឺគាត់បានប្រើម៉ាស៊ីនដើម្បីកូរវាឲ្យក្លាយជាល្បាយតែមួយអ្នកនរគ្នាហើយបន្ទាប់មកគាត់បានដាក់សម្លេចូលច្របល់វាឲ្យសព្វរួចហើយចាក់ចូលក្នុងថាសរួចបានគាត់យកទៅដាក់ទៅក្នុងម៉ាស៊ីនកម្ដៅអ្នកនរគ្នាគឺគាត់ដាក់នៅក្នុងកម្ដៅមួយដែលខ្ពស់ដើម្បីបង្កើតបានទៅជាស្លឹកស្បែកចឹងណាអ្នកនរគ្នាបន្ទាប់ពីស្បែកនឹងស្ងួតគាត់បានកាត់វាជារាងដែលគាត់ត្រូវការហើយគាត់ក៏ដេរជាមួយនឹងគ្រឿងដែលគាត់បានត្រៀមទុកនឹងអ្នកនរគ្នាហើយបន្ថែមពីនេះទៀតគឺគាត់បានដាក់ពុម្ពធ្មេញនៅមាត់កាបូបហ្នឹងហើយគាត់បានកាត់សក់របស់គាត់នឹងក្រងដើម្បីធ្វើជាខ្សែកាបូបនិយាយទៅគឺគាត់ធ្វើរបស់មួយហ្នឹងគឺតំណាងឲ្យគាត់ហ្មងហើយពេលដែលគាត់ធ្វើឲ្យអ្នកនរគ្នាកាបូបហ្នឹងចេញមកគឺស្អាតមែនទែនហើយអ្វីដែលពិសេសកាបូបហ្នឹងគឺវាធ្វើចេញពីធម្មជាតិនិយាយទៅវត្ថុធាតុដើមហ្នឹងគឺធ្វើចេញពីធម្មជាតិហ្មងហើយលើសពីនឹងទៅទៀតគឺគាត់បានដាក់អ្វីមួយដែលថាជាតំណាងរបស់គាត់ហ្មងអ្នកនរគ្នាដូចជាពុម្ពធ្មេញរបស់គាត់ហ្នឹងហើយនឹងសក់របស់គាត់ហ្នឹងខ្ញុំមើលទៅគាត់គឺពិតជាមានភាពច្នៃប្រឌិតមែន